តស្លាប់តូចជប់សិនចាំខ្ញុំផងព្រះនាងបន្ថយល្បឿនបន្តិចអ្នកបម្រើមិនអាចតាមទាន់បានទេព្រះនាងតូចវាមានក្លិនល្អណាស់ស្ដាប់ខ្ញុំពន្យល់សិនអ្នកបានកុហកខ្ញុំអ្នកបាននិយាយច្បាស់ណាស់ថាមិនធ្លាប់មានទំនាក់ទំនងស្នេហាហើយក៏គ្មានកូនដែរក្មេងស្រីតូចនេះបានបង្ហាញខ្លួនដោយមិនដឹងមូលហេតុតើទឹកពណ៌ខ្មៅនេះមានក្លិនខ្លាំងមែនទេអធិរាជនិងម្ចាស់ក្ត្រីវ៉ានអានព្រះបិតាព្រះមាតាសម្លៀកបំពាក់របស់អ្នកពិតជាថ្មីស្រឡាំងណាស់ស្អាតណាស់ក្មេងតូចអ្នកច្រឡំហើយខ្ញុំមិនមែនជាម្ដាយរបស់អ្នកទេតើអ្នកចូលមកពីទ្វារឬបង្អួចមួយណាទ្វារនិងបង្អួចបានចាក់សក់អស់ហើយព្រះមហាក្សត្រឲ្យខ្ញុំចង់ផឹកទឹកពន់ខ្មៅនោះយកព្រមទេតាមពិតតើអ្នកជានរណាកុំប៉ះខ្ញុំអីលោកឪពុកខ្ញុំជាកូនស្រីរបស់អ្នកនេះពិតជាមនុស្សមែនតើវាអាចកើតឡើងដោយរបៀបណាតើអ្នកអាចធ្វើអ្វីបានតើក្មេងនេះអាចចូលនិងផឹកភេសជ្ជៈក្នុងផ្ទះអ្នកអតីដោយរបៀបណានេះជាកូកាកូឡាខ្ញុំទើបតែទិញសូម្បីតែក្មេងអាយុ3ឆ្នាំក៏មើលថែមិនបានដែរតើអ្នកមានប្រយោជន៍អ្វីសូមស្ងប់ចិត្តខ្ញុំម្ចាស់ពិតជាមិនដឹងថាពន្លឺនោះចេញមកពីណាទេព្រះនាងទ្រង់ស្រាប់តែទៅក្នុងពន្លឺនោះយ៉ាងរហ័សបារកនីនានមិនខើយកក្បាលអ្នកទាំងអស់គ្នាមកឲ្យខ្ញុំសូមព្រះអង្គទ្រង់ជ្រាបព្រះនាងមានព្រះជន្មតែ3ឆ្នាំប៉ុណ្ណោះតើពន្លឺនោះជាអ្វីទៅតើនាងរងរបួសទេតើនាងនឹងឃ្លានទេខ្ញុំនឹងស្វែងរកទូទាំងរាជធានីខ្ញុំមិនជឿថាមនុស្សរស់អាចបាត់ខ្លួនទៅក្នុងខ្យល់អាកាសបានឡើយប៉ុន្តែក្នុងរាជធានីទាំងមូលរកសពអស់ហើយនៅតែគ្មានសញ្ញាណាមួយរបស់នាងទេអ្នកនិយាយថាអ្នកជាព្រះនាងមើលនេះវាដូចជាព្រះបរមរាជវាំងទេបានហើយឈប់លេងសើចទៅមែនហើយខ្ញុំបាននិយាយវាច្រើនដងហើយខ្ញុំជាព្រះនាងនានរបស់អធិរាជអ្នកនិយាយថាឈ្មោះនានហើយរស់នៅក្នុងទីក្រុងឆាងអានតើអ្នកគិតថាខ្ញុំល្ងងមែនទេឥឡូវនេះជាឆ្នាំ2026ទីក្រុងឆាងអានគឺជាសាមន្ទីរប្រវត្តិសាស្ត្រអ្នកកំពុងចង់បានសេចក្តីស្លាប់អ្នកមិនគួរធ្វើបែបនេះទេការហៅឈ្មោះនានគឺជារឿងធំមួយការមិនគោរពនៅក្នុងវិមាននឹងធ្វើឲ្យអ្នកត្រូវកាត់ក្បាលតើអ្នកណាអាចធានាអ្វីដែលអ្នកកំពុងនិយាយសូមព្រះករុណាទ្រង់ជ្រាបនៅអេរិយាបថដ៏ប្រសើរអ្នកជាសត្វស្លាបមួយក្បាលកំពុងនិយាយជាមួយខ្ញុំអំពីសជីវធម៌មន្ត្រីរូបនេះគឺជារេងវូផេនូគ្រូបង្រៀនផ្ទាល់ខ្លួនរបស់ព្រះនាងរាជិនីវ៉ាន់អានអ្នកបម្រើដ៏ថោកទាបនឹងធ្វើឲ្យអ្នកខឹងហើយអ្នកគួរតែមើលថែកូនស្រីរបស់អ្នកឲ្យល្អដៃរបស់ព្រះបតាធិរាជនៅតែក្តៅដូចមុនដែរកុំធ្វើបែបនេះខ្ញុំប្រាប់អ្នកខ្ញុំគ្មានបេះដូងខ្ញុំមិនត្រូវការអ្នកទេហេតុអ្វីបានជាអ្នកនៅតែយំព្រះបិតាអធិរាជអ្នកមិនជឿថាខ្ញុំជានាងនេះទេខ្ញុំមិនមែនជាឪពុករបស់អ្នកតទេចប់ហើយតើខ្ញុំបានប្រព្រឹត្តអំពើបាបអ្វីខ្លះវាឆ្ងាញ់ណាស់ផ្លែឈើពណ៌មាសនេះផ្អែមណាស់ល្អជាងផ្លែឈើស្ករក្រពីផ្ទះបាយអធិរាជទៅទៀតព្រះនាងសូមយកចិត្តទុកដាក់ចំពោះសុជីវធម៌របស់អ្នកញ៉ាំយឺតកុំឲ្យស្រក់ទឹកមាត់គ្មាននរណាម្នាក់ដណ្ដើមអាហាររបស់អ្នកទេព្រះមាតាខ្ញុំមិនញ៉ាំវាទេអ្នកញ៉ាំវាចុះទេប៉ាបាននិយាយថាខ្ញុំត្រូវឲ្យអាហារដ៏ល្អបំផុតទៅម្ដាយខ្ញុំជាមុនសិនខ្ញុំមិនដែលបង្រៀននាងទេខ្ញុំមិនដឹងអ្វីទាំងអស់នាងមិនស្គាល់ឪពុករបស់នាងទេព្រះបិតាខ្ញុំនៅតែចង់ឲ្យអ្នកហៅខ្ញុំថានាងឈ្មោះរបស់អ្នកគឺនីអានានមែនទេអ្នកនិយាយថាខ្ញុំជាឪពុករបស់អ្នកអញ្ចឹងប្រាប់ខ្ញុំតើអ្នកធ្វើដំណើរពីផ្ទះអ្នកមកផ្ទះខ្ញុំដោយរបៀបណាតើអ្នកចាំទេខ្ញុំនៅតូចគឺជាអ្វីដែលបាននាំនាងមកទីនេះ
ត្បូងគុជគឺជាវាព្រះបិតាបានអានវាឲ្យខ្ញុំពេលពាក់វាចូលនិយាយថាឆេវបេនឹងការពីនានាហើយបន្ទាប់មកឆេវបេភ្លាមនោះវាភ្លឺឡើងភ្លឺខ្លាំងណាស់អ្នកចង់មានន័យថាត្បូងគុជមួយដុំបង្កើតពន្លឺមួយដែលស្រូបយកអ្នកចូលមកបន្ទាប់មកអ្នកក៏ធ្លាក់ចូលក្នុងផ្ទះខ្ញុំតើអ្នកគិតថាខ្ញុំជីវិតទេតើអ្នកជីវិតទេកូនស្រីរបស់អ្នកហេតុអ្វីសួរខ្ញុំមិនមែនកូនស្រីរបស់ខ្ញុំទេព្រះបិតាអ្នកមិនចាំទេឬវាត្រូវបានធ្វើឡើងដោយព្រះចៅអធិរាជផ្ទាល់ដាក់មុខពណ៌ស្ទូចលើនានាអូថ្ងៃនោះជាថ្ងៃកំណើតរបស់នានាព្រះចៅអធិរាជចិនបានមានបន្ទូលថានានាកំពុងធំឡើងខ្ញុំចង់មានខ្សែត្បូងពេជ្រផ្ទាល់ខ្លួនខ្ញុំប្រាប់អ្នកហើយថាខ្ញុំមិនមែនជាឪពុករបស់អ្នកទេហេកុំយំអីសូមឲ្យខ្ញុំមើលត្បូងគុជម្ដងទៀតព្រះបិតាហេតុអ្វីខ្លាចត្បូងគុជវាមិនខំអ្នកទេខ្ញុំមិនខ្លាចទេខ្ញុំគ្រាន់តែមានអារម្មណ៍ថារឿងនេះវាដូចជាព្រះមហាក្សត្រមើលទៅធ្លាប់ស្គាល់ណាស់ព្រះអង្គមានអ្វីមួយនៅលើក្បាលរបស់ព្រះអង្គអ្នកឲ្យសក់ស្មួយនោះមកខ្ញុំឪពុកមានសក់ពណ៌ប្រផេះឪពុកចាស់ហើយខ្ញុំមិនទាន់មានអាយុ30ឆ្នាំផងតើអ្នកចង់មានន័យថាខ្ញុំចាស់ហើយឬនៅមើលឲ្យច្បាស់វាខ្មៅហេតុអ្វីបានជាអ្នកវិនិច្ឆ័យខុសចំពោះព្រះបតាអធិរាជប៉ាហេតុអ្វីបានជាពុកមាត់របស់ប៉ាបាត់ខ្ញុំគ្មានពុកមាត់ទេមែនហើយព្រះបិតាធ្លាប់មានពុកមាត់នៅទីនេះកាលនានានៅតូចចូលចិត្តទីងលេងអ្នកក៏នៅក្មេងដែរខ្ញុំដឹងថាត្បូងគុជនេះប្រហាក់ប្រហែលនៅណាចាំបន្តិចព្រះមាតាតើព្រះចៅអធិរាជនឹងធ្វើអ្វីខ្ញុំប្រាប់អ្នកហើយខ្ញុំមិនមែនជាម្ដាយរបស់អ្នកទេពេលអ្នកខឹងក៏ដូចមុនដដែលនឹងនិយាយចំអកខ្ញុំមិនបានខឹងទេមើលចុះម្ដងទៀតហើយព្រះរាជិនីគឺបែបនេះសូម្បីតែពេលដែលនាងមិនអាចឈ្នះការឆ្លុះប្រកែកជាមួយព្រះនាងក៏ដោយទូលបង្គំមិនបាននិយាយអ្វីទាំងអស់តើខ្ញុំដាក់វានៅណាខ្ញុំចាំថាវានៅទីនេះព្រះបិតាតើអ្នកកំពុងស្វែងរកអ្វីកុំជួលមកវាញ៉ៃញ៉ៃនៅទីនេះតើអ្នកកំពុងស្វែងរកអ្វីតើអ្នកកំពុងស្វែងរកអត្តសញ្ញាណព្រះចៅអធិរាជមែនទេរកឃើញហើយឪពុកតានេះជាអ្វីមើលខ្សែកគុជរបស់លោកតាត្បូងគុជរបស់លោកតានេះមើលទៅដូចជាត្បូងគុជរបស់អធិរាជអញ្ចឹងនោះជាជីតាទូតរបស់ខ្ញុំត្បូងគុជនេះជាមរតកគ្រួសារលីរបស់យើងត្រូវបានបន្តអស់រយៈពេលជាង10ជំនាន់មកហើយព្រះបិតារូបរាងគុជពណ៌ខ្មៅនេះមើលទៅដូចគុជពណ៌សដែរអ្នកស្ដាប់ខ្ញុំសន្និដ្ឋានថាការស្មានរបស់អធិរាជមិនដែលត្រឹមត្រូវខ្លាំងនោះទេអ្នកមានអាយុត្រឹមតែ3ឆ្នាំប៉ុណ្ណោះកុំនិយាយជាមួយខ្ញុំដោយសំឡេងក្រអឺតក្រទុំយល់ព្រមព្រះបតាអធិរាជសូមមានបន្ទូលមកចុះខ្ញុំក៏ចង់ដឹងចង់ឃើញដែរតើអ្នកមានគម្រោងបញ្ចប់រឿងនេះដោយរបៀបណានេះមិនមែនចៃដន្យទេនេះជាវិទ្យាសាស្ត្រមើលខ្សែករបស់អ្នកមានពណ៌សរបស់ខ្ញុំគឺខ្មៅរបស់អ្នកត្រូវតែជាយ៉ាងរបស់ខ្ញុំគឺយិននេះជាអ្វីដែលហៅថា Can Yin Yang Pendant Can Yin Yang Pendant ខ្ញុំចង់មានន័យថាខ្សែកត្បូងថ្មទាំងពីរនេះគឺមានទំនាក់ទំនងភ្ជាប់រវាងពួកវាទាំងពីរសៀវបៃនិងសៀវហីជាមិត្តល្អសៀវបៃចង់លេងជាមួយសៀវហីដូច្នេះវាបាននាំអ្នកមកជាមួយអូខ្ញុំយល់ហើយឃើញទេតើពួកវាមិនដូចគ្នាបែបទេឬខ្ញុំនិយាយខុសសៀវហីនិងសៀវបៃវាហាក់ដូចជាដូច្នោះមែនត្រូវទេខ្ញុំប្រាប់អ្នកហើយគ្មានអ្វីកើតឡើងដោយគ្មានហេតុផលទេនោះហើយជាបញ្ហានាងស្ដាប់ខ្ញុំណានាងកំពុងស្ដាប់ហើយអ្នកបានចេញទៅក្រៅយូរហើយមែនទេតាំងពីពេលដេញតាមប៉ាសីនោះរហូតមកដល់ពេលនេះវាគឺយូរហើយគឺបាននាងផឹកទឹកពេលដំណក់រួចហើយនោះមិនមែនជាទឹកទេនោះជាកូកាកូឡាឪពុករបស់អ្នកទេគ្រូសារបស់អ្នកគឺឪពុកពិតរបស់អ្នកព្រះមហាក្សត្រប្រហែលជាព្រួយបារម្ភពីអ្នកខ្លាំងណាស់ពេលនេះប៉ាកំពុងព្យាយាមបញ្ជូននាងទៅឆ្ងាយមែនទេត្រូវទេ
ឪពុកស៊ីវហីកំពុងភ្លឺចែងចាំងគ្មានផ្លូវទេតាមពិតមានប្រតិកម្មព្រះករុណាយិននឹងយ៉ាងពឹងពាក់គ្នាទៅវិញទៅមកមានពាក្យមួយឃ្លាថានេះជាព្រះហឫទ័យនៃស្ថានសួគ៌ហេចុះមកមើលមន្ត្រីថ្នាក់ទី5របស់អ្នកឲ្យបានល្អកុំឲ្យគាត់រត់លេងព្រេះក្តាស់តើអ្នកណានៅខាងក្រៅព្រះករុណាព្រះនាងព្រះនាងតើមានអ្វីកើតឡើងចំពោះព្រះនាងព្រះនាងបានហោះត្រឡប់មកវិញហើយដោយជិះលើអ្វីមួយព្រះបិតានាងត្រឡប់មកវិញហើយនាងតើអ្នកកំពុងជិះអ្វីជប់ឥឡូវនេះព្រះបិតានាងនឹកអ្នកខ្លាំងណាស់តើអ្នកបានរត់ទៅលេងណែណាខ្ញុំរកអ្នកយូរហើយខ្ញុំនឹកអ្នកណាស់ព្រះបិតាមើលនេះណែព្រះមាតាបានប្រទានរទេះជិះស្គីដល់នាងព្រះរាជិនីថាម៉េចព្រះរាជិនីមាតារបស់អ្នកយំខ្លាំងណាស់រហូតស្ទើរតែងឹតភ្នែកតើមានកម្លាំងនៅឯណាទៅទិញរបស់នេះឲ្យអ្នកមិនមែនជាមាតាហាក់ស្ត្រីនេះទេជាមាតាតើមាតាមួយណាជាមាតានៅទីនោះព្រះបិតាក៏នៅទីនោះដែរប៉ុន្តែបិតាគ្មានពុកមាត់ទេសម្លៀកបំពាក់ដែលអ្នកកំពុងស្លៀកគឺចម្លែកណាស់ដូចមនុស្សនៅក្នុងផ្ទាំងគំនូរនិយាយឲ្យច្បាស់មកតើអ្នកនៅណាក្នុងរយៈពេល3ថ្ងៃកន្លងមកនេះតើអ្នកណាជាអ្នកទិញរបស់នេះតើនេះជាអ្វីតើមាតារបស់អ្នកទិញវាឲ្យអ្នកនៅពេលណាព្រះបិតាសាក់ភ្លុកវាសិនទៅនេះជាអ្វីស្ករគ្រាប់ផ្អែមមួយព្រះមហេសីបានទិញវាសម្រាប់ណែញ៉ាន់គឺជាព្រះមហេសីមាតាអង្គនោះមិនមែនព្រះមហេសីមាតាអង្គនេះទេតើមានអ្នកណាយល់ទេពន្យល់ខ្ញុំអត់ទេព្រះករុណាព្រះបិតាភ្លុកទៅនាងបានទុកវាជាពិសេសឲ្យព្រះបិតាខ្ញុំនៅមិនទាន់អាចទ្រាំញ៉ាំវាបាននៅឡើយទេអ្នកបានទុកវាឲ្យខ្ញុំជាពិសេសអ្នកមានមនសិការមិនមែនឥតប្រយោជន៍ទេដែលខ្ញុំស្វែងរកអ្នករយៈពេល3ថ្ងៃតើវាយ៉ាងម៉េចដែរតើវាផ្អែមទេផ្អែមណាស់ហើយហេនាងដឹងថាឪពុករបស់ខ្ញុំនឹងចូលចិត្តព្រះមាតានាងនឹកអ្នកខ្លាំងណាស់តើអ្នកទៅណាមាតាបានស្វែងរកអ្នកខ្លាំងណាស់រហូតដល់ភ្នែកស្ទើរតែងឹតតើអ្នកដឹងទេមាតាឲ្យកុំយំអីនាងត្រឡប់មកវិញហើយតើអ្នកគិតថានាងនៅផ្ទះហើយឬនៅអ្នកសួរខ្ញុំតើខ្ញុំសួរអ្នកណាតើអ្នកមិនមែនជាស្ត្រីទេស្ត្រីជាម្ដាយស្គាល់កូនល្អបំផុតតើខ្ញុំមានកូនមែនទេវាក៏ជាទ្វារពន្លឺដែលអ្នកបានលើកឡើងផងដែរតើពួកគេនឹងបោះបង់ចោលនាងនៅកន្លែងផ្សេងទេចុះបើការទៅខុសកន្លែងមិនមាន GPS នៅទីនោះទេអ្វីដែលហៅថាការធ្វើដំណើរឆ្លងពេលវេលាមិនមែនតាក់ស៊ីទេអ្នកកំពុងព្រួយបារម្ភច្រើនពេកហើយតើមិនឲ្យខ្ញុំបារម្ភបានទេក្មេងអាយុ3ឆ្នាំធ្វើដំណើរឆ្លងកាត់ពេលវេលាជាមួយនឹងខ្សែកត្បូងគុជចុះបើមានរឿងអ្វីកើតឡើងនៅតាមផ្លូវឧទាហរណ៍សញ្ញាមិនល្អដូចជាភាពយឺតនៃប្រព័ន្ធឧទាហរណ៍នៅស្ងៀមទៅខ្ញុំមិនអាចស្ងៀមបានទេចាំខ្ញុំសាកល្បងរកមើលថានឹងមានអ្វីកើតឡើងអាយ៉ាស៊ីលីតើអ្នកប្រកាសទេថានឹងមិនមានគ្រោះថ្នាក់អ្វីខ្ញុំមិនដឹងទេព
ពេលនានមកគឺជាសត្វពណ៌ស្ទើចមួយនេះដែលបានហើរមកជាមួយនានខ្ញុំទីត្រូវហើយស្ងប់ចិត្តសិនក្មេងកំពុងមើលខ្ញុំមិនអាចស្ងប់ចិត្តបានទេខ្ញុំទើបតែបានបើកផ្លូវឆ្លងពេលវេលាតើខ្ញុំអាចស្ងប់ចិត្តដោយរបៀបណាដូច្នេះខ្ញុំនឹងត្រឡប់ទៅជួបឪពុកខ្ញុំវិញបន្ទាប់មកខ្ញុំនឹងត្រឡប់មកវិញដើម្បីរកអ្នកនៅតែចង់ត្រឡប់មកវិញនាងចង់ផឹកទឹកពូនខ្មៅនោះទៀតទឹកដែលហៅថាកូកាកូឡានោះជាកូកាកូឡាចាំមួយផ្លែតសិនវ៉ាវអេយ៉ាម៉ាក់នេះជាអ្វីនេះគឺជាកូនឡានជន់លើវាដោយជើងម្ខាងរុញចេញដោយជើងម្ខាងទៀតអ្នកអាចសាកល្បងជិះវាបានហេជិះយឺតនេះជាស្ករគ្រាប់ផ្អែមក៏សម្រាប់អ្នកដែរនានពេលអ្នកត្រឡប់ទៅវិញអ្នកត្រូវតែស្ដាប់ឪពុករបស់អ្នកហើយកុំរត់ជុំវិញដោយចៃដន្យយកទេតើនាងនៅតែអាចមកលេងជាមួយឪពុកនិងម្ដាយបានទេនៅពេលអ្នកដេញបាសេម្ដងទៀតចាំសួរសៀវបៃប្រសិនបើនាងចង់ឲ្យអ្នកមកពិតទេពិតតោះសន្យាព្រះករុណាមិនត្រូវផ្លាស់ប្ដូររយៈពេល100ឆ្នាំទេព្រះអង្គម្ចាស់សូមព្រះអង្គទ្រង់ជ្រាបចុះព្រះមហាក្សត្រីយានីខ្ញុំពិតជានឹងមើលថែព្រះនាងឲ្យបានល្អអ្នកកុំឲ្យនាងផឹកអ្វីចម្លែកទៀតអីមន្ត្រីរូបនេះគឺជាអង្គរៈផ្ទាល់ខ្លួនលំដាប់ទី5តើនោះអាចទៅរួចយ៉ាងម៉េចបានហើយទៅចុះឪពុករបស់អ្នកប្រកាសជាព្រួយបារម្ភខ្លាំងណាស់ហើយព្រះមាតាចេញដំណើរហើយខ្ញុំមិនមែនជាម្ដាយរបស់អ្នកទេនាងដឹងថាមាតាស្ទាក់ស្ទើរក្នុងការចែកផ្លូវជាមួយឪពុកនាងប៉ាតើអ្នកអាចឲ្យរបស់នេះមកខ្ញុំបានទេយកទៅចាំថាត្រូវយកមកវិញពេលក្រោយនឹងមើលថែវាឲ្យបានល្អទៅចុះព្រះបតានិងព្រះមាតាលើក្រោយនាងមកទៀតខ្ញុំនឹងយកផ្លែឈើស្ករគ្រាប់មកឲ្យអ្នកពីផ្ទះបាយអធិរាជផ្អែមណាស់មិនចាំបាច់ទេគ្រាន់តែអ្នកនឹងមិនអីល្អហើយកុំយកអ្វីមកវាមានបញ្ហាមិនអីទេបើដូច្នោះនាងនឹងយកមាន់អាំង2ក្បាលទៀតខ្ញុំនិយាយហើយថាមិនចាំបាច់ទេមិនអីទេបន្ថែមនំចំនួន3ទៀតនាងដឹងអ្នកទៅឲ្យលឿនទៅអ្នកបន្តនិយាយឪពុករបស់អ្នកប្រកាសជាព្រួយបារម្ភខ្លាំងហើយបាត់ហើយដៃរបស់អ្នកនៅតែញ័រខ្ញុំមិនបានញ័រទេអ្នកបានយំភ្នែកខ្ញុំមានខ្សាច់ចូលតើខ្សាច់នៅក្នុងបន្ទប់សិក្សាវាមកពីណាតើសំឡេងនោះជាអ្វីខ្ញុំមានអារម្មណ៍មិនល្អមែនទេក្មេងអាយុ3ឆ្នាំហើយខ្ញុំថាឪពុកតើខ្ញុំបានទទួលពរជ័យបែបណាកាលពីជាតិមុនខ្ញុំមានកូនស្រីម្នាក់ដែលអាចធ្វើដំណើរឆ្លងកាត់ពេលវេលាដោយឥតគិតថ្លៃ
ព្រះករុណាខ្ញុំបានចល័តកងទ័ពទាំងអស់នៅក្នុងរាជធានីរួចហើយពួកគេបានស្វែងរកពីផ្ទះមួយទៅផ្ទះមួយអស់រយៈពេល3ថ្ងៃហើយពិតជាគ្មានដាននៃព្រះនាងទេខ្ញុំមិនចង់ស្ដាប់ពាក្យទាំងនេះទេខ្ញុំចង់ឃើញគាត់នៅរស់ឬស្លាប់តានាងជីអ្វីបបិទ្ធព្រះករុណាទ្រង់មានបន្ទូលថាវាហៅថារទេះរអិលតារាជវង្សខាងដ៏អស្ចារ្យរបស់ខ្ញុំមានយានគ្រប់ប្រភេទប៉ុន្តែហេតុអ្វីមិនមានយានមួយនោះមិនទាន់ទេខ្ញុំមិនហ៊ានទេអ្នកជាបុរសអាយុ30ឆ្នាំហើយមិនហ៊ានខលហើយក្មេងអាយុ3ឆ្នាំទេឬនោះមិនមែនជាក្មេងអាយុ3ឆ្នាំធម្មតាទេនោះជាព្រះនាងរាជវង្សខាងចុះបើពុករបស់នាងលើកទូរស័ព្ទវិញតើខ្ញុំគួរនិយាយយ៉ាងម៉េចសួស្តីកូនស្រីរបស់ព្រះអង្គបានផឹកកូកាកូឡាមួយដបនៅផ្ទះខ្ញុំបែបនេះឬព្រះករុណាប្រហែលជាខ្ញុំគួរតែហោះហើរត្រឡប់ទៅវិញហើយពិនិត្យមើលជាមុនសិនទោះបីជាខ្ញុំត្រូវបានទប់ចោលក៏ដោយខ្ញុំនៅតែដឹងផ្លូវត្រឡប់ទៅវិញអ្នកហោះហើរត្រឡប់ទៅវិញពីទីក្រុងប៉េកាំងទៅស៊ីអានគឺ1000គីឡូម៉ែត្រហើយអ្នកចង់ហោះហើរពីសម័យទំនើបទៅរាជវង្សខាងតើអ្នកគិតថាអ្នកជាស៊ុបប្រមែនមែនទេនេះជាមន្ត្រីថ្នាក់ទី5មិនអីទេខ្ញុំនឹងទូរស័ព្ទទៅយកព្រមទេឆ្លើយឲ្យលឿនលឿមឆ្លើយឲ្យលឿនឆ្លើយឲ្យលឿនលឿននានគឺជាអ្នកព្រះបិតាចាំបន្តិចនាងកំពុងរកអ្វីមួយតើនាងកំពុងធ្វើអ្វីនាងនិយាយថានាងកំពុងរកអ្វីមួយរកឃើញវាហើយរកឃើញហើយនាងបានរកឃើញប្រអប់ធំមួយខាងក្នុងធំណាស់តើអ្នកកំពុងនិយាយជាមួយអ្នកណាព្រះបិតាសូមបន្ថយសំឡេងបន្តិចនាងកំពុងនិយាយទូរស័ព្ទនោះជាអ្វីតើវត្ថុរាងការ៉េនៅក្នុងដៃរបស់អ្នកនោះជាអ្វីខ្ញុំមិនដែលឃើញវាពីមុនមកទេចប់ហើយឪពុករបស់នាងពិតជានៅទីនោះស្ងប់ចិត្តទៅគាត់មិនអាចមើលឃើញអ្នកទេខ្ញុំមិនអាចស្ងប់ចិត្តបានទេស្ដាប់សំឡេងនោះគឺជាដូនតារបស់ខ្ញុំក្រែងនោះជានាមត្រកូលលីរបស់អ្នកមែនទេមែនហើយដូច្នេះគាត់គឺជាបុព្វបុរសរបស់ខ្ញុំប៉ាមើលនេះជាទូរស័ព្ទដៃប្រភេទដែលបង្កើតសំឡេងក្រហមតើវាចេះទេវាមិនចេះទេវាសម្រាប់ធ្វើការហៅទូរស័ព្ទមាននរណាម្នាក់នៅខាងក្នុងស្ដាប់ទៅសំឡេងដូចជាសំឡេងខ្ញុំដែរនោះគឺជាព្រះបិតាម្នាក់ទៀតខ្ញុំមិនមានបងប្អូនព្រោះទេខ្ញុំក៏មិនមែនដែរដូនតាខ្ញុំឪពុកម្ដាយរបស់ខ្ញុំក៏មានកូនតែម្នាក់គត់គឺខ្ញុំតើអ្នកនិយាយថាម៉េចតើអ្នកឈ្មោះអ្វីបុព្វបុរសគឺជាព្រះករុណាខ្ញុំឈ្មោះលីស៊ីនិយាយម្ដងទៀតតើអ្នកឈ្មោះអ្វីលីស៊ីគឺលីស៊ីព្រះបិតាកុំខឹងអីព្រះបិតាម្នាក់ទៀតនោះជាមនុស្សចិត្តល្អគាត់ថែមទាំងបានបោះសម្បកផ្លែលោកគាត់ឲ្យនាងបរិភោគទៀតផងសូមពន្យល់ខ្ញុំឲ្យបានច្បាស់តើអ្នកជានរណាខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់រស់នៅទីក្រុងប៉េកាំងអាយុ30ឆ្នាំជាអ្នករចនាម៉ូដខ្ញុំនៅសល់ប្រាក់$20ទៀតលើប្រាក់កម្ចីផ្ទះតើប្រាក់កម្ចីផ្ទះជាអ្វីវាគឺការខ្ចីប្រាក់ដើម្បីទិញផ្ទះហើយបន្ទាប់មកសង់វាយឺតក៏ហៅឈីងធានជាអ្នកត្រួតពិនិត្យមកជួបខ្ញុំព្រះករុណាឈីងធានជាអ្នកត្រួតពិនិត្យបានត្រឡប់ទៅកាន់ស្រុកកំណើតវិញកាលពីម្សិលមិញបន្ទាប់មកនាំគាត់មករកខ្ញុំវិញប្រាប់គាត់ថាមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលតើអ្នកទៅណានាងរកមើលអាហារឆ្ងាញ់ត្រឡប់មកវិញឆាប់ព្រះនាងសូមបន្ថយល្បឿនកុំឲ្យដួលប៉ាកុំបារម្ភអីនាងជិះស្គីបានល្អណាស់ក្រែងអ្នកនិយាយនឹងរកអ្វីដែលឆ្ងាញ់ញ៉ាំមែនទេហេតុអ្វីបានជិះស្គីទៀតហើយនាងនឹងជិះមួយជុំសិនបន្ទាប់មកទៅរកអ្វីដែលឆ្ងាញ់ញ៉ាំព្រះបិតាកូនមិននឹកស្មានថាស្គីនេះពិតជាសប្បាយណាស់មេដាមានព្រះបន្ទូលថានាងគួរតែហាត់ប្រាណបន្ថែមទៀតដើម្បីលូតកម្ពស់ល្អខ្ញុំមិនដែលនិយាយបែបនេះទេមេដាអ្នកបាននិយាយថានាងគួរតែញ៉ាំអាហារបន្ថែមទៀតត្រូវហាត់ប្រាណបន្ថែមទៀតដើម្បីលូតកម្ពស់ដូចបិតាក្រាបទូលព្រះនាងម្ចាស់ល្អហើយក្រោកឡើងហើយចាប់ផ្ដើមធ្វើអ្វីដែលឆ្ងាញ់ហើយនេះនឹងនោះខ្ចប់វាទាំងអស់ឲ្យនាងព្រះនាងម្ចាស់នឹងត្រូវយកទៅមែនទេនាងចង់យកទៅឲ្យព្រះមេដានិងព្រះបិតាអាហាររបស់ព្រះមហាក្សត្រនិងព្រះមហេសីមែនទេអ្នកបម្រើនឹងដឹកជញ្ជូនវាឆាប់នេះមិនមែនមេដាបិតាទីនេះទេជាឪពុកម្នាក់ផ្សេងទៀតគាត់មិនមានពុកមាត់ទេផ្ទះដែលគាត់រស់នៅធំណាស់ប៉ុន្តែគ្មានអ្វីឆ្ងាញ់នៅខាងក្នុងទេប្រញាប់ឡើងហើយរុំវាទៅនាងកំពុងប្រញាប់តើអ្នកបានសុំការអនុញ្ញាតមុនពេលយករបស់អ្នកដទៃទេនាងសួរហើយពួកគេបាននិយាយថាបាទ
តាអ្នកសួរមែនទេនេះគឺជាការបញ្ជាចុះបើធ្លាក់ចូលទៅក្នុងសម័យ Dinosaur ចុះបើធ្លាក់ចូលទៅក្នុងភពផ្សេងវិញក្រាបទូលព្រះករុណានិងព្រះមហាក្សត្រីចុះមកនេះតើអ្នកមិនបានត្រឡប់ទៅជាមួយព្រះនាថវិញទេឬហេតុអ្វីបានជាអ្នកនៅតែនៅទីនេះខ្ញុំត្រូវបានទុកចោលអ្នកជាមន្ត្រីលំដាប់ទី5ដ៏ថ្លៃថ្នូរម្នាក់កំពុងធ្វើតេស្តថ្នាំពុលដោយផ្ទាល់តើត្រូវបានទុកចោលយ៉ាងម៉េចព្រះនាងរអិលលឿនពេកខ្ញុំមិនអាចតាមទាន់បានទេមន្ត្រីលំដាប់ទី5មិនអាចចាប់ទូកក្តោងបានទេខ្ញុំត្រូវទៅពិនិត្យមើលតើអ្នកធ្វើយ៉ាងម៉េចអ្នកក៏មានខ្សែកត្បូងគុជដែរទេចប់ហើយតើចប់រឿងអ្វីនាងបានយកមរតកគ្រួសារខ្ញុំទៅជាមួយខ្ញុំភ្លេចថាត្រូវទុកវាប្រគល់ឲ្យទៅកូនប្រុសរបស់ខ្ញុំអូយតើអ្នកភ្ញាក់ហើយឬនៅហេតុអ្វីបានជាអ្នកវាខ្ញុំគិតអំពីវាប្រសិនបើគាត់ត្រឡប់មកវិញតើខ្សែកត្បូងគុជមិនត្រឡប់មកវិញជាមួយគាត់ទេឬប្រសិនបើគាត់មិនត្រឡប់មកវិញទេការរក្សាខ្សែកត្បូងគុជគឺគ្មានប្រយោជន៍សម្រាប់អ្នកទេអ្នកមិនមានកូនប្រុសទេឥឡូវអ្វីដែលអ្នកកំពុងនិយាយហាក់ដូចជាសមហេតុផលមិនសមហេតុផលខ្ញុំដាក់ទូរស័ព្ទដៃក្នុងហោប៉ៅរបស់គាត់ហេតុអ្វីអ្នកមិនទូរស័ព្ទទៅមើលដូច្នេះអ្នកបានយកមរតកគ្រួសារខ្ញុំដូរវាយូស្ករគ្រាប់មួយដុំប៉ានេះមិនត្រូវបានដោះដូរទេគឺម្ដាយបានឲ្យនាងម្ដាយណានោះគឺជាមហេសីគាត់មើលទៅដូចមហេសីប៉ុន្តែសម្លៀកបំពាក់របស់គាត់ចម្លែកណាស់ដូចជាទេពធីតានៅក្នុងគំនូរជញ្ជាំងតាមហេសីរបស់ខ្ញុំបានក្លាយជាទេពធីតានៅពេលណាប៉ាមិនយល់ទេឪពុកនោះគាត់មិនមានពុកមាត់ទេគាត់និយាយថាឈ្មោះរបស់គាត់គឺលីតើគាត់និយាយថាគាត់ឈ្មោះអ្វីព្រះបិតានាងមិនអាចនិយាយបានទេបើមិនដូច្នោះទេក្បាលគាត់នឹងស្ថិតក្នុងគ្រោះថ្នាក់អ្នកបានរកឃើញឪពុកម្នាក់ទៀតនៅខាងក្រៅមែនទេខ្ញុំកំពុងសួរអ្នកនាងមិនទាន់បានរកឃើញឪពុកម្នាក់ទៀតទេនាងគ្រាន់តែមានឪពុកម្នាក់ទៀតប៉ុណ្ណោះម្នាក់ទៀតប៉ាសូមបន្ថយសំឡេងបន្តិចបើលោកតាលើរឿងនេះអ្វីនឹងចប់ហើយលោកតារបស់អ្នកឪពុករបស់ខ្ញុំគាត់កំពុងដេកនៅក្នុងភ្នូរអធិរាជត្រូវហើយលោកតាកំពុងដេកលោកនាងភ្លេចតោះយើងចាប់ផ្ដើមពីដំបូងនាងដេញតាមសៀវបៃបន្ទាប់មកសៀវបៃក៏ភ្លឺឡើងបន្ទាប់មកនាងធ្លាក់ចូលទៅក្នុងរន្ធងងឹតមួយហើយបន្ទាប់មកតើអ្នកណែណាចូលទៅក្នុងផ្ទះធំមួយរន្ធងងឹតមួយមែនហើយតើអ្នកវីក្បាលរបស់អ្នកមែនទេនាងមិនបានវីទេនាងថែមទាំងផឹកទឹកពន់ខ្មៅថែមទៀតផងទឹកខ្មៅមែនទេពេលលេបចូលវានឹងផ្ទុះក្នុងមាត់របស់អ្នកធ្វើឲ្យមានការភ័យយ៉ាងខ្លាំងគ្មានគ្រុនក្តៅទេតើព្រះអង្គមានបញ្ជាអ្វីទេព្រះមហាក្សត្រសូមទៅមន្ទីរពេទ្យអធិរាជហើយហៅគ្រូពេទ្យវាំងមកពិនិត្យក្បាលរបស់ព្រះនាងព្រះបតាទុកវានៅទីនេះសិនតើអ្នកនឹងទៅណាទៀតខ្ញុំមិនទាន់បញ្ចប់សំណួររបស់ខ្ញុំនៅឡើយទេនាងទៅយកបង្អែមខ្លះព្រះបតារងចាំបង្អែមអ្វីអ្នក
បញ្ឈប់នាងប៉ុន្តែនាងគឺជាព្រះនាងជាកូនស្រីល្អដែលអ្នកបានបង្រៀនខ្ញុំមិនបានបង្រៀននាងខ្ញុំទើបតែស្គាល់នាងមួយរយៈពេលខ្លីប៉ុណ្ណោះនាងតើអ្នកអាចលើកវាបានទេពិតជាបានព្រះនាងម្ចាស់ឬក៏ឲ្យទូលបង្គំយកវាទៅឲ្យអ្នកទេមិនចាំបាច់ទេខ្ញុំយកដោយខ្លួនឯងនាងតើអ្នកបានប្រើប្រាស់ខ្សែកត្បូងគុជរបស់អ្នកខុសទៀតហើយឬមើលចុះអ្នកបានបោះរបស់របរនៅជុំវិញផ្ទះបាយអធិរាជចម្ដងទៀតហើយហេតុអ្វីបានជាសក់របស់អ្នកមើលទៅដូចជាសម្បុកបក្សីព្រះបិតាកុំធ្វើបាបនាងបានយកអាហារឆ្ងាញ់មកម្ហូបឆ្ងាញ់អ្នកមកពីសម័យផ្សេងដើម្បីលួចបាល់របស់ខ្ញុំមែនទេខ្ញុំបានតម្រង់ជួររយៈពេល2ម៉ោងដើម្បីទិញរបស់នេះព្រះបិតាតើផ្លែឈើពណ៌ក្រហមភ្លឺនេះសម្រាប់នាងមែនទេខ្ញុំមិនដឹងថាអ្នកមកទេពេលខ្ញុំទិញវាអញ្ចឹងខ្ញុំដឹងហើយវាពិតជាត្រូវបានទិញសម្រាប់ខ្ញុំឈប់សិនតើអ្នកបានលាងដៃហើយឬនៅដៃរបស់នាងមិននៅខ្វក់ទេមើលថាតើនេះជាអ្វីនេះគឺមានរសជាតិផ្អែមទៅលាងដៃរបស់អ្នករួចហើយចាំញ៉ាំប៉ុន្តែនាងមិនចង់ដើរទេដូច្នេះកុំញ៉ាំវាទេកុំយំអីប៉ានឹងនាំអញទៅយល់ព្រមទេហេព្រះបតាអធិរាជបីព្រះនាងតូចនេះមិនមែនជាព្រះនាងទេនេះគឺជាកូនជ្រូកតូចនាងមិនមែនជាជ្រូកតូចទេនាងគឺជាព្រះនាងក៏ត្រូវលាងដៃដែរអេយ៉ាពូទាំងនេះមើលទៅដូចជាកូនជិមតូចមែនហើយដូចកូនជិមតូចលាងសម្អាតឲ្យលឿនរួចញ៉ាំផ្លែសាវម៉ាវហាព្រះបិតាខ្លាយជាតាចាស់ក្មេងរពីតូចឯងហួសហេតុពេកហើយហាប៉ាសូមលើកលែងទោសឲ្យខ្ញុំផងហាផ្អែមណាស់ព្រះបិតាមកញ៉ាំកូនឆ្មាតូចលោភលន់ទុកខ្លះឲ្យប៉ាផងទេមិនឲ្យប៉ាវិញទេហាព្រះបតាអធិរាជសូមលើកលែងទោសឲ្យខ្ញុំផងដោះលែងខ្ញុំទៅហាតើអ្នកនៅហ៊ានប្រោះទឹកលើខ្ញុំទៀតឬទេខ្ញុំមិនហ៊ានទៀតទេនោះជាច្រើនណាស់ជាការពិតណាស់ព្រះបិតានាងចង់បានច្រើនជាងនេះឯងយកទៅញ៉ាំយឺតគ្មានអ្នកណាយកវាពីអ្នកទេហេតើអ្នកទៅណាទៀតហើយព្រះបិតាមើលនេះព្រះបិតានេះជាអ្វីដែលនាងបាននាំយកមកពីរាជវង្សថាងអ្នកសាកភ្លក់ទៅឆ្ងាញ់ណាស់វាមានរសជាតិឆ្ងាញ់ជាងអ្វីដែលខ្ញុំទិញនៅផ្សារទំនើបទៅទៀតពិតជាចឹងវាត្រូវបានធ្វើឡើងដោយមេចុងភៅសំខាន់នៃផ្ទះបាយអធិរាជពិតជាអស្ចារ្យណាស់លើក្រោយយកអ្វីផ្សេងទៀតមកឲ្យខ្ញុំមិនអីទេនាងនឹងយកទាអាំងមកញ៉ាំពេលក្រោយទាអាំងមានរសជាតិឆ្ងាញ់ព្រះបិតាតើនេះជាអ្វីនេះជាតែទឹកដោះគោតើអ្នកចង់សាកទេអូយទឹកនេះមានក្លិនឈ្ងុយឆ្ងាញ់ណាស់ត្រូវហើយខ្ញុំបានតម្រង់ជួររយៈពេល2ម៉ោងដើម្បីទិញរបស់នេះព្រះបិតាតើនាងអាចមកលេងញឹកញាប់នៅពេលអនាគតបានទេពិតណាស់អ្នកអាចមកបានស្វាគមន៍ជានិច្ចព្រះបិតាគឺល្អបំផុតនាងអ្នកពិតជាអរិយតូចឆ្លាតណាស់តើនាងអាចយកវាមួយចំនួនទៅវិញជាមួយបានទេឲ្យព្រះបិតានិងព្រះមាតាបានភ្លក់រសជាតិតើអ្នកគិតថាអ្នកជាភ្នាក់ងារដឹកទំនិញមែនទេឲ្យនាងយកវាទៅ
Wow ตาនេះជាអ្វីតើផ្លែឈើរាងមូលពណ៌លឿងនិងមានក្លិនស្អុយនេះជាអ្វីនេះជាផ្លែទុរេនជាស្តេចផ្លែឈើមកពីប្រទេសកម្ពុជាតើស្តេចផ្លែឈើមានអំណាចជាងព្រះបិតាមែនទេតើកូនអាចនិយាយបែបនេះយ៉ាងម៉េចក្នុងនាមជាក្មេងហេតុអ្វីកូនអាចប្រៀបធៀបទៅនឹងឪពុករបស់កូនបានប៉ុន្តែផ្លែឈើនេះមានក្លិនដូចជាបង្គន់អញ្ចឹងនេះជាផ្លែឈើលំដាប់ខ្ពស់កុំឲ្យសាមសម្លៀកបំពាក់របស់អ្នកនាងចង់យកវាទៅឲ្យម៉ាក់និងប៉ាញ៉ាំដែរខ្ញុំក៏ចង់សងគុណព្រះបិតាខ្ញុំដែរបើព្រះបិតារបស់អ្នកញ៉ាំវាតើគាត់មិនគិតថាខ្ញុំបានបំពោលគាត់ទេព្រះបិតាបាននិយាយថារបស់ល្អគួរតែត្រូវបានចែករំលែកតើកូនប្រកាសទេថាកូនចង់ចែករំលែកស្តេចផ្លែឈើដែលមានក្លិនបង្គន់នោះមែនហើយម៉ាក់ចូលចិត្តបង្អែមផ្លែឈើមានក្លិនក្រអូបឪពុកប្រកាសជាចូលចិត្តផ្លែឈើដែលមានក្លិនស្អុយនោះថាម៉េចពីព្រោះព្រះបិតាក៏មានក្លិនមិនល្អដែរក្មេងនៅពីណាព្រះបិតាឲ្យសូមអភ័យទោសឲ្យទូលបង្គំផងនេះឲ្យវីទៅអ្នកនាងឪពុកនឹងរងចាំកូនមកម្ដងទៀតនៅពេលក្រោយព្រះករុណាខ្ញុំជឿថាវត្ថុនេះមានប្រភពដើមដែលមិនស្គាល់គួរតែស៊ើបអង្កេតឲ្យបានហ្មត់ចត់ឬនេះគឺកូនស្រីខ្ញុំបានយកវាមកវិញពីអនាគតអ្នកប្រាប់ខ្ញុំឲ្យស៊ើបអង្កេតដូច្នេះសូមស៊ើបអង្កេតអនាគតព្រះបិតានាងមកវិញហើយហេតុអ្វីបានជាអ្នកជិះលឿនម្ល៉េះបន្ថយល្បឿនបន្តិចព្រះបិតាកំពុងធ្វើអ្វីព្រះបិតាមើលនេះនាងបានយកអាហារឆ្ងាញ់ៗមកវិញតើនេះជាអ្វីហេតុអ្វីបានជាវាមានក្លិនបែបនេះប៉ាបាននិយាយថាវាត្រូវបានគេហៅថាធូរ៉េនជាស្ដេចនៃផ្លែឈើយកមកពីប្រទេសកម្ពុជាស្ដេចនៃផ្លែឈើខ្ញុំគិតថាវាជាអារក្សនៃផ្លែឈើនេះគឺជាផ្លែលិតមានពណ៌ក្រហមនិងមានជាតិទឹកនេះផ្អែមណាស់វាជាផ្លែធូរ៉េនវាមានក្លិនមិនល្អប៉ុន្តែប៉ានិយាយថាវាឆ្ងាញ់នេះពិតជាអាចបរិភោគបានមែនយ៉ាងម៉េចដែរវាឆ្ងាញ់ណាស់នេះពិតជាមានរសជាតិឆ្ងាញ់មែនវាចម្លែកបន្តិចប៉ុន្តែវាហាក់ដូចជាល្អណាស់នាងនិយាយហើយសៀវហីខូចហើយទ្វារថ្មមិនអាចបើកបានទេតើនាងនឹងមិនត្រឡប់មកទៀតទេឬសៀវបៃនិងសៀវហីខូចហើយនាងមិនអាចរកឪពុកមួយទៀតបានទៀតទេជាកំហុសរបស់នាងប្រសិនបើខ្ញុំមិនបានរត់លឿនបែបនេះទេសៀវហីនឹងមិនខូចទេអ្នកបម្រើសូមជួយគិតអំពីវិធីមួយត្រូវតែមានវិធីមួយសៀវបៃអ្នកគឺជាកំណប់ទ្រព្យដែលឪពុកខ្ញុំប្រទានឲ្យអ្នកពិតជាអាចជួយនាងបានមែនទេប៉ុន្តែឪពុកខ្ញុំបាននិយាយថាខ្សែកយិនយ៉ាងត្រូវដាក់បញ្ចូលគ្នាដើម្បីបើកទ្វារសៀវបៃខ្ញុំចង់បានឪពុកម្នាក់ទៀតខ្ញុំចង់បានកូកាកូឡានិងផ្លែសាវម៉ាវសៀវបៃតើអ្នកនឹងយកនាងទៅរកគាត់មែនទេនាងឪពុកមកហើយ